ងសឹងសាច់វាឡើងព្រោះនេះយើងពេលដែលយើងលាយវាយជាមួយពងទាមួយអីចឹងវាឡើងបងប្អូនធម្មតាពងទាយើងចំហុយទៅ I'm going to put our fermented fish egg into the អូយទៅប្រហុកយកមកពីស្រុកខ្មែរឈ្ងុយមែនតើបងប្អូននេះណាអូស្អុយបងប្អូនអូឡើងបងប្អូនមិនខ្ញុំដាក់ខ្ទឹមក្រហមហើយនឹងស្លឹកក្រូចសើចហើយមកតិចបងប្អូនចូលដើម្បីច្រាំចូលគ្នាចូលជាតិអូបងមកនេះភ្លក់បងប្អូនណាបានហ្វីនហូបនេះបើសិនបងប្អូនធ្វើតែមកពុំអីស្រួលមែនតើលឿនណាស្រួលធ្វើលឿនមែនតើអូខេបងប្អូនឥឡូវហ្នឹងកូនត្រីចំហុយយើងហើយតែឆាប្រហុកបើទុំចំហុយពងត្រីផ្អកពងត្រីជាមួយសាច់ជ្រូកពងទាហើយបន្លែយើងមានដូចជា Chain maintain បងប្អូនអត់គ្នា select ឲ្យ chain maintain សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះក៏មកធ្វើម្ហូបញ៉ាំហើយណាព្រោះថាមិនសមហ្នឹងបងប្អូនខ្ញុំទៅផ្សារ Saturday Market ហ្នឹងដូចជាផ្សារដែលគេប្រជាជននៅស្រុកអាមេរិកហ្នឹងគេមានដាំចកាគេហ្នឹងគេបេះពីចកាគេមកស្រស់ណាអញ្ចឹងទៅក៏ឃើញអូយបន្លែស្រស់មែនតើបងប្អូននិយាយទៅឃើញឃ្លានដាក់ឃ្លានលក់ហ្មងណាឃ្លាននេះថាប្រហុកឃ្លានផ្អកអីចឹងហ្មងនិយាយទៅខ្មែរយើងទៅដល់ណាឃើញបន្លែស្រស់ចឹងគឺថាឃ្លានតែគ្រឿងផ្អាប់ហ្នឹងអញ្ចឹងក៏ឃើញទៅសក់បងប្អូនអូនិយាយទៅខ្ចីល្អមែនតើតែនៅហ្នឹងគេលក់ថ្លៃបងប្អូន1 pound សិតតែ5-6 ដុល្លារសសក់នេះខ្ចីល្អមែនតើនិយាយទៅបើថាជ្រលក់ជាមួយនឹងប្រហុកអីហ្នឹងឆ្ងាញ់ណាហើយមានសណ្ដែកផ្អែមនេះគេហៅ sweet pea ហីអូយឆ្ងាញ់មែនតើបងប្អូននិយាយទៅមុនបងអត់ចង់ទិញទេប៉ុន្តែអ្នកលក់ហ្នឹងគេចេះណាគេចេះដូចថាគេមនោគមអ្នកលក់គេប្រាប់ខ្ញុំថាអូអ្នកឯងសាក់ភ្លក់មើលគេឲ្យខ្ញុំមួយហើយសែមួយដល់ពេលភ្លក់ទៅអូយឆ្ងាញ់មែនតើឡំស្រួយខ្ញាប់ហើយផ្អែមហ្មងអញ្ចឹងក៏ទិញមកចានគេអញ្ចឹងបងប្អូនគេដាក់ថងប៉ុណ្នេះហើយប៉ុណ្ណឹង6 ដុល្លារនិយាយទៅវាថ្លៃដែរហ្នឹងបងប្អូនប៉ុន្តែបន្លែគេស្រស់ហើយធម្មជាតិមែនតើហើយនេះអានេះបងប្អូន radish នេះខ្ញុំមិនដែលឃើញសោះហ្មងបងប្អូនខ្លះគាត់ប្រហែលជាឃើញខ្ញុំមិនដែលឃើញលើកទី1ឃើញនៅ Saturday Market ណាដូចដៃយើងអញ្ចឹងណាហើយឃើញខ្ជូតនេះវាទូយកអានេះ radish ហ្នឹងថៃរបស់អាកាំងណាបងប្អូនឃើញខ្ចីឆ្ងាញ់មើលតំណងមែនតើអញ្ចឹងយកចង់ធ្វើលក់ដែរអញ្ចឹងក៏ទិញបាន2 ដុំដែរបងប្អូនស្រស់ល្អមែនតើនិយាយទៅផ្សារហ្នឹងណាហើយនេះស្ពៃក្តោបនិយាយទៅធំតែគេកាត់ជា3ជា4អញ្ចឹងទៅខ្ញុំយកចំណិតទូដើម្បីយកមកញ៉ាំជាមួយនឹងជ្រលក់មួយប្រហុកអញ្ចឹងបងប្អូនព្រោះថាយើងក៏ចង់ទិញច្រើនពេកខ្លាចសទៅវាខូចព្រោះយើងនៅនេះយើងលបលណាហើយបានចង្ការមានពេលធ្វើម្ហូបទៅក៏ទៅសារទិញម្ហូបស្រាប់ញ៉ាំអញ្ចឹងទៅហើយថ្ងៃនេះក៏ចង់ធ្វើចំហុយពងត្រីជាមួយពងទាបងប្អូនម្ហូបដែលបងសែមគាត់ចូលចិត្តអញ្ចឹងចង់ធ្វើហ្នឹងមួយមុខហើយមួយមុខទៀតខ្ញុំចង់ធ្វើឆាប្រហុកជាមួយនឹង7ទុំដែលខ្ញុំបានប្រហុកហើយនឹង7ទុំពីស្រុកខ្មែរបងប្អូនអញ្ចឹងគិតថាឃើញលក់ស្រស់ល្អហើយក៏នឹកឃើញតែគ្រឿងដែលយកពីស្រុកខ្មែរមកក៏ល្អទៀតអញ្ចឹងក៏ចង់ធ្វើឆាប្រហុក7ទុំអូថ្ងៃនេះគឺថាចង់បាយទៀតបងប្អូនឆ្ងាញ់គ្រឿងខ្មែរយើងណាហើយពងត្រីនេះបងប្អូនអូយ so sad ពងត្រីនេះសតតែប៉ុណ្នេះនិយាយទៅយកពីស្រុកខ្មែរមកប្រហែល3 ឆ្នាំហើយបងប្អូនហើយនេះសចង់ក្រោយគឺថាចង់បរហើយអស់ថ្ងៃហ្នឹងដើម្បីកុំឲ្យសយូរខ្លាចវាខូចអញ្ចឹងណាបងប្អូនហើយយើងមានជ្រូកច្រាមនេះក្រនផោនិយាយទៅនៅស្រុកខ្មែរយើងប្រើជាសាច់ជ្រូកដុំបងប្អូនហើយយើងយកមកហាន់ហើយច្រាមណាញ៉ាំជាមួយប្រហុកអីឆ្ងាញ់មែនតើប៉ុន្តែនៅស្រុកនេះយើងមានប៉ុន្តែយើងអត់មានពេលធ្វើដល់ពេលយើងហើយផ្សារឆ្ងាយទៀតអញ្ចឹងយើងទិញអញ្ចឹងទៅវាស្រួលយើងធ្វើលឿនយើងអត់ចំណាយពេលយូរហើយនិយាយទៅគ្រឿងផ្សំយើងក៏ simple បងប្អូនស្រួលនិយាយស្រួលធ្វើម្ហូបអញ្ចឹងណាយើងមានតែគ្រឿងក្រៅអញ្ចឹងមកយើងច្របល់ចូលគ្នាចំហុយឆាហើយគ្រឿងខ្ញុំនេះដូចមានជាស្លឹកក្រូចសើចបងប្អូនដើម្បីដាក់ឆាជាមួយប្រហុកណានិយាយទៅឆាប្រហុកខ្ញុំឃើញគេធ្វើអញ្ចឹងគេអត់ដាក់ស្លឹកក្រូចសើចប៉ុន្តែខ្ញុំចង់ដាក់ព្រោះខ្ញុំបងសែមខ្ញុំចង់ឲ្យគាត់សាកថ្ងៃហ្នឹងដែរណាពេលទៅខ្លាចគាត់ញ៉ាំអត់កែអញ្ចឹងខ្ញុំចង់ដាក់ស្លឹកក្រូចសើចដើម្បីវាឈ្ងុយពេលយើងឆាទៅបងប្អូនក្រូចសើចយើងដឹងហើយឆាជាមួយអីក៏ឈ្ងុយដែរអញ្ចឹងដាក់ក្នុងប្រហុកឆាយើងប្រហែលវាឈ្ងុយយើងអាចឲ្យបងសែមសាកញ៉ាំបានគាត់អាចប្រហែលញ៉ាំជួយចិត្តដែរហ
hay mà té bị crop nhưng mà khi đặt trên này phù bằng xem có sẽ chật mà té có ở trên nhắm hết là bông ổn chắc những bạn tích nằm bay thùng chui phù mà hộp mày á tạo mình mà té sót có ngày này hay mình tâm có ho bông ổn salad vậy tới phải đặt tâm so tiếp bàn tay nhầm tâm soi plating chẳng tới mới thông tin có mình đặt tâm có hòm hay vậy tới tâm có hòm để cho khâu tiếp tục du về rồi chẳng tới là nhiều mà chài làm bay của mọi so khâu nhất là bông ổn cha vậy tới hơi này đi mình còn muốn làm bay đặt chùm hôi cho mùi nâng bông trai dương đó hay nâng chai mùi bảo học dương đó cha vậy tới mình tập bắt bông ổn ngày nay hay sẽ tập trường bỏ cho cái nào không ai dương dạ hay vậy tới nhóm có vậy tới lộc sủa đai phụ bằng xem có chơi nhầm bỏ này mẹ này nhầm bông trai chùm hối á này chẳng thua tới có chơi chụp các nhầm bàn mình còn những gì trong lại là em liên là xã đó bông phố bây giờ liên lại liên xã hết trăm nhân cho kêu chẳng kêu sạch kêu ấy và học lại chẳng hết mọi vị chủ thì chúng ta liên lại với chẳng ấy vậy tới Snoopy bông bông xong tô mấy nó nhầm tha Snoopy Snoopy nè anh sweet pea nè sweet pea như này vậy khó thôi chay lỏ anh chắc nhưng cắt tạt thiên với chào tới giờ bông bông nói từ Saturday market nó cứ tha trong ban lại mình tên buộc lại cái chay lỏ á quả tha được nhung vậy chân người thay của đi tha cái miên chỉ ca cái là một đi tha mẹ đi tha cầm không thùng cái thứ bông bông vậy tới cầm không lại cái miên farm cái lụa này không ở xa thùng nó nhưng vậy tới vì mình mẹ nơi tha thòng chết từng ói là bông bông là lắc có cái đã miên tham miên ấy đồng bày vì chạp thùng đá bàn tay quả tha là sọc nít cái miên đi kế bông bông cái miên chạp bạc kế đi tha cầm rất bên á đây này đã bàn mẹ chơi đã đồng bày ở chạp thùng hay đi tha khôi sọc phiệp dương á yeah tay quả tha cái đã tít bao đi tham miên sạch là AC lại cái chẳng bông bông yeah để bông bông và sân chia miền comment ấy ai comment xui nhầm bán tha nhầm đã đi tha vừa bảo học trà năng hay năng vừa vào tốt hay năng là chùm hồi bông tây ấy nè và sân bông bông miền chùm ngò ấy ai cho comment down below xui nhầm bán bảo nhầm ai bạc bán yeah so guys today I'm going to make two kind of Cambodian traditional food which is my favorite also. One is called pong tray chum hoi, which is steamed egg with fermented fish egg that I bought from Cambodia 3 years ago. So today I decided to finish it and make the food because Bong Sam he likes that kind of steamed egg too. And then the other course it's called cha prahok ampal tom. Which is fermented fish paste, stir fry fermented fish paste with tamarind, yeah, red tamarind meat, yeah. So I'm going to make that today, and all the vegetables that I bought from Saturday market. Gonna use for the it's kind of like dipping eating with all the sauce that I make, the food that I make. It's not really a sauce, but it's kind of like the dipping paste or something like that. Yeah, so I hope you guys enjoy the video, and if you guys have any question, and yeah, comment down below, and if I can answer your question I will. So this Snoopy sweet pea is really good. I didn't want to buy it, but the guy, the owner, he said, "Oh, you want to try this?" He gave me one, and you to send one. And after we eat it, you're like, "Oh, we got to get this sweet pea because it's really good, like crunchy and sweet." So yeah, we bought one small bowl. It's $6, just a small bowl. It's really expensive, but it worth the price. Ố là vậy đó. Đang nói tập năng ai hay tập sọ đi biết sọ lò mình tên. Để tức chơi lò nhưng cách ta trong máu. Trong đã liền cho mỗi kia. Không cả đã tự mùi tiệt này. Chơi lò mình tên mong ố.
នេះ radish នេះអូយល្អមែនតើបងប្អូនបើឃើញ radish ឃ្លានប្រហុកចំហុយនេះបងប្អូនខ្ញុំយកចេញឲ្យមើលអូ so cute នេះល្អមែនតើនេះថាច់ថៃអាកៀងហ៎បងប្អូនហើយមើលទៅដូចមានដៃមើលឃើញល្អមែនតើលើកទី1ខ្ញុំឃើញពូជហ្នឹងណាព្រោះធម្មតាខ្ញុំទៅខ្ញុំមិនដែលឃើញទេឃើញនឹកឃើញថាអូទិញមកធ្វើលក់បដ ாய் ឃើញស្រស់ល្អចាហើយយើងកាត់បងអ្នកខ្លះវិញគេយកស្លឹកហ្នឹងយកធ្វើលក់ដែរបងប្អូនវាម៉ាក់ខ្ញុំអីគាត់ជួយចិត្តព្រោះថាគាត់ថាញ៉ាំទៅគាត់ស្រួលបំពង់កគាត់ហ៎ពូមាត់គាត់មានជំងឺតៃរ៉ុយដល់ពេលអញ្ចឹងកគាត់ហ្នឹងញ៉ាំអីចេះស្អកអញ្ចឹងគាត់ញ៉ាំអីនិយាយថាហឹលហាងហ្នឹងគឺជួយបំពង់កខ្លាំងមែនតើបងប្អូន so cute like a finger so tiny so normally the radish it have like a round shape right but it's like the shape is kind of like a finger បងប្អូនឥឡូវបន្ទាប់ពីលាងបន្លែលាងអីហើយស្អាតហើយមិញហ្នឹងខ្ញុំដាក់បន្ថែមមានក្រត់ថែមទៀតបងប្អូនឃើញនៅក្នុងទូទឹកកកមានអញ្ចឹងយើងយកមកធ្វើម្លូកដែរហើយនឹងbroccoli អីគេផ្កាស្ពៃពណ៌ខៀវបងប្អូនអាហ្នឹងយើងធ្វើម្លូកឆ្ងាញ់ណានេះបន្លែយើងលាងស្អាតហើយឥឡូវខ្ញុំចាប់ផ្ដើមមកច្រាំសាច់ជ្រូកយើងហ្នឹងជាមួយនឹងប្រហុកនេះគ្រឿងឆ្ងាញ់ណាបងប្អូនហើយនឹងបន្លែបន្លែគ្រឿងបងប្អូនហាន់គ្រឿងចូលគ្នាណាអូខេឥឡូវយើងហាន់ខ្ទឹមក្រហមដើម្បីយកដាក់នេះបងប្អូននិយាយខ្ទឹមក្រហមខ្ទឹមអីហ្នឹងបងប្អូនយើងឆាប្រហុកឆាអីហ្នឹងគឺថាត្រូវហ្មងនេះខ្ញុំហាន់ទុកដាក់ចំហុយណាចំហុយពងត្រីជាមួយពងទាយើងហ៎គាត់ណាហាន់ខ្ទឹមក្រហមក៏ចូលភ្នែកឡើងកាហាយដែរបងប្អូនអើយនិយាយទៅនេះខ្មែរយើងគេថាមិនត្រមមួយម៉ែត្រគ្មានបានណាត្រមជាមួយនឹងខ្ទឹមក្រហមអត់បានខ្ទឹមបារាំងអត់បានតមួយម៉ែត្រគ្មានបានទេនិយាយពាក្យស្លោកខ្មែរយើងចេះតែមានគ្រប់អស់និយាយទៅបងប្អូនបើសិនជាបងប្អូនមាននិយាយថាមកចាក់ប្រហុកមកពីស្រុកខ្មែរក៏បានដែរនិយាយទៅស្តអាស៊ីយើងឥឡូវមានលក់បារ៉ុកមានប្រហុកហ៎បងប្អូនមានច្រើនមុខខ្ញុំឃើញមានដូចជាត្រីប្រហុកត្រីកាច់អញ្ចឹងលើកមុនខ្ញុំទិញពីស្តអាស៊ីហ្នឹងមានប្រហុកត្រីកាច់បងប្អូនវាអក្សរខ្មែរណាអញ្ចឹងបងប្អូនក៏អាចទិញប្រហុកពីផ្សារអាស៊ីនៅស្រុកអាមេរិកនេះបានដែរបើសិនជាបងប្អូនអត់មានថាប្រហុកពីស្រុកខ្មែរមកអញ្ចឹងណា no problem you guys can buy all the ingredients from Asian store. You don't have to, have all these ingredients from Cambodia. I just use what I have. Okay. Cái tầm gọt không tràn chẳng chừng nha bông bông. Okay, and then you. Hiện tại chụp này là cả hai phần này cái nè. Oh my gosh. So the onion is going to my eye. Onion juice. I'm kind of like, it looks like I'm crying. Như hai một tay tục đá. Bông tray prey hay năng cùng kia bông bồn. Nhưng đi xế hỏi thì chết vừa nặng bông sấn chăm hà bà học bông kia bà học bông tôm. Xong chỉ làm thật bông kia prey. Thế là như em đã bông tray dân chấu bông bố ní vậy tới bông tray ní bông bố là tí kịp xa máu á prey cái thua prey mình tên cho bạn nhung đại dân lia nhung mẹ lia tới cái nhung mỗi nhung liên một tầng tí cái làm bay cùng ai vì prey hay đang lia sạch bệt cho nhung xua tha cho bỏ cho mùi năng bông tia hay năng sạch chụp tràm giếng á bông bố tại dân đi tha liên tự với tuần tích tế cứ tha của bạn cho bỏ mình tên rồi nếu nhầm đã đi tha
កិននៅបន្តិចឲ្យវាម៉ត់បន្តិចឲ្យវាបែកបន្តិចដើម្បីយើងដាក់ពងមាន់ដាក់សាច់ជ្រូកចាំយើងចូលទៅវាម៉ត់ចូលគ្នាល្អណាស់យើងដាក់ពងមាន់ចូលយើងដាក់ប្រហែលជា3 4គ្រាប់បងប្អូនពងត្រីប៉ុណ្ណឹងណាព្រោះថាពងត្រីយើងវាប្រៃហ៎អញ្ចឹងទៅដាក់ពងទាច្រើនតិចទៅដើម្បីឲ្យវាជួយជាតិប្រៃហ្នឹងដែរដាក់4ពងមាន់4អូខេពងមាន់4ទៅហើយនេះជ្រូកយើងខ្ញុំចង់ដាក់ចូលដែរយកសិនដាក់ជ្រូកចាំនឹងចូលខ្លះហើយទុកខ្លះដើម្បីដាក់ចូលនឹងឆាប្រហុកអូខេដាក់ប្រហែលពាក់កណ្ដាលតិចជាងពាក់កណ្ដាលព្រោះយើងទុកឆាជាមួយនឹងហុកយើងឲ្យបានច្រើនតិចអញ្ចឹងយើងដាក់តែបន្តិចទេបងប្អូនដាក់ប្រហែល3 liter ទេយើងច្របល់ចូលគ្នាទៅពងត្រីយើងខាងក្រៅនិយាយទៅបងប្អូនពងត្រីហ្នឹងវាប្រៃណាយើងមិនដាក់ទឹកត្រីឬក៏អំបិលចូលទេតែបើបងប្អូនដាក់ពងត្រីបន្តិចអាហ្នឹងវាអត់សូវប្រៃអញ្ចឹងយើងអាចមកចង់ដាក់ទឹកត្រីឬក៏អីចូលខ្លះដើម្បីវាធំក្លិនវាថាទឹកត្រីស្អុយបន្តិចអញ្ចឹងណាបងប្អូនហើយក៏ប្រៃដើម្បីបងប្អូនចូលចិត្តអីចឹងណាបងប្អូនដាក់តែបើថាយើងដាក់ពងទាប្រៃដាក់ពងត្រីច្រើនហើយវាប្រៃយើងមិនដាក់ទឹកត្រីអីទេតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណានេះខ្ញុំដាក់ខ្ទឹមក្រហមចូល shallot so I forgot to tell you guys so I put some fermented fish egg that I bought from Cambodia in here and mix it with the ground pork and 4 eggs and now I'm going to put shallot in it too for the flavor and make a tiny bit of chili because Wong Sam he doesn't like he doesn't eat spicy so a little bit tiny bit so but not a lot he's gonna be then and don't forget sugar and MSG so Cambodian food we like to put a little bit of MSG not a lot but just a little bit so here's my sugar and a little bit of MSG here I'm gonna add some of the MSG to that food like a tiny bit of the MSG and some sugar maybe 1 spoon of sugar it should be good enough don't want to be too sweet យកស្ករមកសភាបាយបានបងប្អូនព្រោះយកចង់ឲ្យផ្អែមពេកណាព្រោះផ្អែមពេកថាចំហុយប្រហុកផ្អកពងត្រីហ្នឹងផ្អែមពេកក៏ត្រលាន់ដែរហើយវាអត់ឆ្ងាញ់ណាយើងដាក់ស្ករមកសព្រាបានហើយហ្នឹងចង់ប៊ីចេងចង់តិចអស់ប៊ីចេងនេះចង់សព្រាតិចYou make sure you mix it very well. Make sure that you mix them all the ingredients together. អូខេបងប្អូនឥឡូវហ្នឹងខ្ញុំចង់ដួសគ្រឿងយើងផ្សំមិញពងត្រីយើងមិញហ្នឹងហើយឥឡូវខ្ញុំដួសដាក់ចានកូនចានយើងនេះដើម្បីដាក់ចំហុយប៉ុន្តែមុនខ្ញុំដាក់ក្នុងកូនចានយើងខ្ញុំនឹងដាក់ olive oil
ដាក់ប្រេងទៅបងប្អូនដើម្បីឲ្យវាកុំឲ្យជាប់ណាបើសិនជាបងប្អូនអត់ដាក់ប្រេងទេដល់ពេលយើងចំហុយទៅយើងដួសមកវាជាប់តែបើយើងញ៉ាំនៅផ្ទះអត់អីទេបងប្អូនយើងអាចមិនដាក់ប្រេងដាក់នៅលើចានហ្នឹងបានអត់អីទេប៉ុន្តែបើសិនបងប្អូនចង់ធ្វើយកទៅវត្តឬក៏យកទៅគឺថាផារីជួបជុំឬទៅផ្ទះគេអីចឹងណាយើងចង់ឲ្យស្អាតដើម្បីយើងដួសចេញមកវាឃើញនៅមូលខ្លាញ់ល្អជាប់ចានណាយើងដាក់លាបប្រេងបន្តិចទៅនៅបាតចានហ្នឹងដើម្បីកុំឲ្យវាជាប់គាត់ឃើញនឹងឃ្លានមកដល់បងប្អូននេះឃ្លានបាយហើយដាក់ល្មមសិនសាច់វាឡើងព្រោះនេះយើងពេលដែលយើងលាយវាយជាមួយពងទាមួយអីចឹងវាឡើងបងប្អូនធម្មតាពងទាយើងចំហុយទៅវាឡើងណាអញ្ចឹងយើងដាក់ល្មមសិនកុំដាក់ឲ្យវាពេញពេកណាដល់ពេលយើងចំហុយឲ្យវាឡើងស្អាតហ្មងវាអត់ហៀល្មមមួយចានហ្នឹងហ្មងជំនួសដឹងជា2 3ចានឬក៏4ចាននេះហើយជា3ចានទេបងប្អូនយ៉ា3ចានល្មមហ្មងនេះគេបងប្អូនមិញនេះខ្ញុំដាក់ដួសអំពិលក្នុងកូនចានហ្នឹងដាក់ក្តៅចូលដើម្បីឲ្យអំពិលទុំហ្នឹងឲ្យចេញជាតិមកក្នុងទឹកអំពិលហ្នឹងណា So I'm gonna put the pork here on the cutting board because we're gonna smash it together. Okay guys, seems like the water is boiling now. Turn the fan on. It's gonna be a little bit noisy, guys. So it's boiling. I'm going to put our fermented fish egg into the pot and steam it about 45 minutes to 1 hour. Then turn down the heat a little bit. I mean the temperature a little bit. I don't want it to be too boiling. And then don't forget to put, oh sorry guys, see the steam on the lid. You don't want to, you know, like the water going to our food. It's not gonna taste good, so I'm gonna do like this to prevent the steam water going into the food. ចាប់ដើមច្រាមជ្រូកយើងហ៎បងប្អូនជាមួយនឹងប្រហុកអូយទៅប្រហុកយកមកពីស្រុកខ្មែរឈ្ងុយមែនតើបងប្អូនណាអូស្អុយហ្មងបងប្អូនអូឡើងឈួលអានេះស្អុយឈ្ងុយហ៎បងប្អូននិយាយទៅខ្ញុំដាក់ប្រហែលជាមកស្ព្រាចោះបងប្អូននេះប៉ានេះពួកដាក់ច្រើនពេកហើយមកសែមគាត់ចេះញ៉ាំណាខ្លាចវាស្អុយពេកមកស្ព្រាបានហើយបងប្អូននិយាយទៅប្រហុកប៉ានេះវិញបានរាប់ឆ្នាំបងប្អូនមិននិយាយទេណាព្រោះប្រហុកនេះប្រហុកសាច់អញ្ចឹងវាឈ្ងុយហើយវាអត់មានឆ្អឹងណាអញ្ចឹងទៅយើងញ៉ាំបានយូរដាក់មកស្ព្រាហ្នឹងចង់ខ្លាចស្អុយខ្លាំងផងនេះតែយើងដាក់ពងមាន់ដែរអីបងប្អូនដាក់ពងមាន់ចូលអញ្ចឹងទៅវាកាត់ស្អុយខ្លះវាមិនសូវស្អុយពេកហើយដាក់គ្រឿងយើងចូលនេះវាខ្ទឹមក្រហម salad ហើយនឹងlime leaf អូខេបងប្អូនមិញខ្ញុំដាក់ខ្ទឹមក្រហមហើយនឹងស្លឹកក្រូចសើចហើយមកបន្តិចបងប្អូនចូលដើម្បីច្រាំចូលគ្នាចូលជាតិហើយពេលយើងច្រាំហើយយើងដាក់ឆានិយាយទៅឲ្យហ៊ានដាក់ម្ទេសច្រើនបងប្អូនហាន់ពីក្រកមិញដាក់តែប្រហែល1 កន្លះហេព្រោះខ្លាចដាក់ច្រើនទៅខ្លាចបងសែមគាត់អត់ចេះញ៉ាំផលហ៎បងប្អូនហើយឈ្មោះគ្រឿងយើងហ្មងណាងយស្លឹកសើចហើយនឹងខ្ទឹមក្រហមបងប្អូនប្រហុកហើយដាក់ស្ករចូលដាក់ប្រហែលមកស្លាបព្រា
ហើយដល់ពេលបើសិនជាវាអត់សូវផ្អែមឬក៏វាខ្វះគ្រឿងអីចាំពេលយើងឆាហ្នឹងយើងភ្លក់បន្ថែមគ្រឿងទៀតទៅហើយខ្ញុំចង់ដាក់ BJ MSG I just put a little bit of sugar and now I put a little bit of MSG and when I stir fry on the pan I will taste the flavor again if it need more salt or need more sugar I will add more ទៅតាមបងប្អូនចំណង់ចំណូលចិត្តបងប្អូនចង់ដាក់ស្កររៀងផ្អែមតិចក៏បានចង់ដាក់រៀងប្រៃតិចក៏ថែមប្រហុកចូលណាហើយសារនេះបងសែមគាត់អត់សូវចេះប្រហុកអញ្ចឹងខ្ញុំដាក់តាមមួយស្លាបព្រាបាយហ្នឹងហើយដើម្បីឲ្យឈ្មោះហ្នឹងហើយអត់ឲ្យស្អុយពេកតែគាត់ចេះញ៉ាំពីបងប្អូនឥឡូវនេះខ្ញុំដាក់ខ្ទះឲ្យក្តៅហើយយើងដាក់ប្រេងឆាចូលដើម្បីឆាប្រហុកយើងណាបងប្អូនណាខ្ញុំប្រើវែកឆាខ្ញុំទិញពីស្រុកខ្មែរបងប្អូនទៅវែកឆានេះខ្ញុំទិញពីស្រុកខ្មែរមកទិញមកពីកូនក្មេងលក់នៅអីគឺគុំប្រដាបងប្អូនឃើញគ្នាទី2អាណិតដល់ចង់ជួយទិញនេះទៅនេះធ្វើពីដើមត្នោតយើងល្អមែនទេបងប្អូនខ្ញុំយកមកឆាដើម្បីកុំឲ្យវាកោតផ្ទះយើងណាមានប្រើឈើល្អចូលមើលឈ្ងុយពីផ្ទះបងប្អូនឈ្ងុយពីផ្ទះនេះតែនេះឆានេះខ្ញុំចាប់ដាក់ពងមាន់មួយទៅបងប្អូនវាយពងមាន់ចូលមួយអូពងមាន់នេះភ្លក់បងប្អូនណាបាន fin egg fin egg ចូលទៅមួយបងប្អូនហើយទៅណោះមកមួយប្រហុកហើយនឹងទាទឹកក្រូចសើចបងប្អូនឥឡូវហ្នឹងឆាប្រហុកជាមួយនឹងអំពិលទុំយើងក៏ហើយដែរអូយតំណងឆ្ងាញ់មែនតើបងប្អូនណាជួយពីផ្ទះហ្មងហើយឥឡូវហ្នឹងពងត្រីចំហុយយើងក៏ឆ្អិនដែរបងប្អូនឥឡូវខ្ញុំវាយពងមាន់ចូលដើម្បីដាក់ចូលក្នុងទៀតនៅលើដើម្បីឲ្យឃើញល្អហើយឈ្ងុយពងមាន់នៅលើនេះនេះពងមាន់យើងនៅតែក្រហមឯងបងប្អូនដើម្បីវាឃើញល្អហើយឈ្ងុយខ្ញុំវាយឲ្យវាម៉ត់ល្អទៅហើយខ្ញុំដាក់លាបពីលើព្រោះពងត្រីចំហុយយើងវាចិត្តឆ្អិនណាបងប្អូនពេលដែលបងប្អូនឃើញចិត្តឆ្អិនអញ្ចឹងយើងវាយពងមាន់ដាក់លាបមាន់លាបជួយឲ្យក្រហមល្អចូលមកតគឺឡើងទៅដល់ទៅបើសិនខ្ញុំដាក់2ចានបានល្មមនេះវាចង់តិចពេកបងប្អូនលោកដាក់ចានច្រើនណាប៉ុណ្ណឹងឯងគាត់ដាក់ទៅចានកូនចាន2បានបានឃើញយើងឡើងល្មមនេះតិចពេកតែអីយើងបាយើងកុំឲ្យយើងពិបាកចាប់ចេញណាបងប្អូនយើងទៅដល់យើងទុកញ៉ាំបានប្រហែលថ្ងៃអញ្ចឹងណាយើងជួយចាប់ចេញទៅឥឡូវហ្នឹងឆាប្រហុកយើងក៏ហើយចំហុយពងត្រីពងត្រីយើងនេះក៏ចិត្តហើយដែរតែបងប្អូនមកម្ហូបនេះបើសិនបងប្អូនធ្វើតែម្ហូបអីស្រួលមែនតើលឿនណា
ស្រួលធ្វើលឿនមែនតើអូខេឥឡូវយើងដាក់ចំហុយប្រហែលជា2-3minuទៀតទៅបាទយើងដាក់ម្ទេសចូលអូខេOkay,បងប្អូន the moment of truth we're gonna check the food is cooked yet or not. We're gonna stick the chopstick in there. If it stick up to this chopstick, it means like it's not cooked yet. But if it doesn't stick, it's the chopstick still shiny. It means like cooked. បងប្អូនឥឡូវខ្ញុំមកមើលចាក់មើលចង់ដឹងថារបស់យើងឆ្អិនហើយអូមើលទៅវាឆ្អិនហើយបងប្អូនទុកប្រហែលជា1 minuit 2 minuit ទៀត Okay. Okay guys, it's cooked. It looks like it's cooked. It doesn't stick to the stick. Okay, looks good. So now I'm going to add the chili and lime leaf on top. So that way you get the smell, more of the aroma of the lemon. Like I'm going to put the chili into it too. Alright guys. Okay, now we let steam for a couple more minutes. Alright, I'm gonna cover it back. Okay បងប្អូនឥឡូវហ្នឹងកូនត្រីចំហុយយើងហើយតែនអូយមើលទៅល្អមែនតើបងប្អូននេះឡងឆ្ងាញ់មែនតែនហ្មងណានេះបាយប្រហែលជាអស់2-3ចានហើយមើលទៅមែនទេតែបងប្អូនធំឈ្ងុយហ្មងឡើងពីផ្ទះអូខេឥឡូវហ្នឹងយើងលើកកណ្ដៅបងប្អូនប្រយ័ត្នតិចទេលើកចេញបងប្អូនជឿចង់ចាប់ដៃណាអូយតែណោះបងប្អូនណាស្នាដៃខ្ញុំថ្ងៃនេះបានរួចពីស្រេចចំហុយផ្អកពងត្រីនិងឆាប្រហុក productive day ហ្មងបងប្អូនឆាប្រហុកបើទុំចំហុយពងត្រីផ្អកពងត្រីជាមួយសាច់ជ្រូកពងទាហើយបន្លែយើងមានដូចជា broccoli, radish, sweet pea, carrot, cucumber, all from farmer market. Yummy. Hello, my love. Hello, my baby love. What do we have today? បងប្អូនដែលយើងមានចំហុយផ្អកពងត្រី which is steam fermented egg fish with egg and ground pork. Yeah, I make 3 bowls. So it's fish eggs, ground pork, and then egg. It's all steamed together. Yep. Nice. And then this one is like new course that I just make. I never made that before, but I watch a lot of YouTube and I watch so they make my cooking or something. ប្រហុកឆាំ7ទុំដែលខ្ញុំធ្វើលើកទី1ខ្ញុំមើល YouTube វាឆ្ងាញ់មែនតើបងប្អូន Here's stir fry fermented fish paste with tamarind. Oh, it smells so good. It tastes really good too. It's my first time making this, so. Wait, so it's tamarind and fish paste? Yeah, stir fried fish paste and tamarind fermented fish paste. Okay, and we get the vegetable from farmer market, really fresh guy. បងប្អូននិយាយទៅថ្ងៃនេះសិតតែគ្រឿងប្រហុកផ្អកហើយបន្លែយើងល្អមែនតើអញ្ចឹងបងប្អូនអញ្ជើញប្រសាបាយទាំងអស់គ្នាឥឡូវយើងមានម្ហូបសិតតែគ្រឿងជ្រលក់បងប្អូនឥឡូវខ្ញុំចង់ញ៉ាំ radish នេះអូថាច់ថៅបបកាំងទុយខ្ជូតមែនតើបងប្អូន Now we're gonna try this steam fermented fish egg. That's your favorite. Huh? It's good. Still good? It is good. Don't forget to dip with our vegetable. Sweet pea. I want you to try the new food that I make. Stir fry fermented fish paste with tamarind sauce. Oh, it's really good. Sweet pea បងប្អូនឆ្ងាញ់ហ្មង sweet pea. I'm scared of the fish paste. Take the chili out. I know that you chili. But I just put on the top to make it look delicious, look good.
But I'm scared of the fish paste. You had fish paste before in the soup. Oh, it's in the soup. My favorite now. This is my favorite plate. My favorite course. So the peas are really good. So we went to the farmer's market yesterday, and she bought several vegetables. And as we're checking out, the guy behind the counter hands us each a pea. And so we eat the pea, and we take like 2 steps away, and then we come right back with a thing of peas. We're like, yeah, we need to buy some peas as well. So the free sample worked. Yeah. That's the technique of the, like seller. They trick you a little bit, and then you end up buying it. We should have planted peas this year. I was thinking to plant bee. Or the pea, the bee. Try this, baby. I'm scared of it. Almost cry out. Like chap a hop bờ tôm. But don't you know? It's really good, babe. Try it. Trust me. It's good. It's not like just a fermented fish paste. It have like ground pork and egg in there too. So there's pork in it. Pork, yeah. Okay, you didn't say that before. I was wondering. Maybe you didn't pay attention. Listen to me. I was listening because I was like, it looks like there's other meat in there, and I didn't hear pork. So there's pork, fish paste, tamarind, and a few other seasonings. Yeah, and egg too. A lot of egg. I put like, not a lot of egg. 1 egg. Like chicken egg? No, like chicken egg. Yeah. So a chicken egg, pork, fish paste, tamarind. Okay, that changed it. I was like, it doesn't look like it's got just fish paste. Not just fish paste. Oh, and a tamarind sauce. Good. Somebody like it. Yeah. ហើយយើងរកឃើញមុខម្ហូបបងសាំទីកាត់មួយទៀតបងប្អូន Ching Min Ten. បងចូលចិត្ត Don't do that. I don't love it, but it's good. Own work so hard, you know. You have to eat own food. Oh yeah, that was so good. I was scared of it, but it's nice. It's good. Not bad at all. Mix in with the rice a little bit. Good job, Sauce Boss. Thank you, baby. And what is this called? ឆាប្រហុក Chaprahok. ឆាប្រហុកជាមួយនឹងអំពិលទុំ That's too big of a name. Comment down below if you've had this before. Yeah. So can you tell me which one you like better? Like this steamed fermented fish egg, or the stir fry fermented fish paste with turmeric? Ding, 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 ding. Oh, that one's still a winner, huh? Winner, winner, more dinner. Winner, winner, chicken dinner. No question. Comment down below what Cambodian food she should make next that I have to try. That's a good idea. Yeah, What interesting food do I need to try? I'm scared of a lot of different foods, so this could be bad for me. បងប្អូនជ្រើសយកម្ហូបណាដែលxemឲ្យxemសារ comment ចុះក្នុងវីដេអូខ្ញុំមកខ្ញុំនឹងធ្វើឲ្យគាត់សារមិនតើអត់ធានាថាចូលចិត្តទេណាបងប្អូនចេះញ៉ាំចេះញ៉ាំទេណាចាំមើល I will not try a balut egg. Oh, now you worry, huh? That they gonna recommend you to. I will not eat a balut egg. Nope, not doing that. Doesn't matter. Unless there's 1,000 likes on the video, then maybe. 1,000 likes, yeah. បងប្អូនលឺ1,000 like. ប្រព័ន្ធចូលចិត្តដល់ប្រព័ន្ធចូលចិត្ត like មកសែមគាត់ញ៉ាំអីក៏ញ៉ាំដែរ Uh-oh, you interrupt, ball. You imagine? We don't get close to 1,000 likes, but it's like, imagine if it went to 1,000.
Yeah, at 1,000 likes, I'll try a balut egg. បងប្អូនកុំភ្លេចជួយ like 1000 like ណាបើបងចង់មើលបងសែមគាត់ធ្វើបងជាកូនពេកដាក់បងប្អូនស្បែកក្តោបនេះនេះមកពី farm Saturday market ដែរស្រួយញ៉ប់ខ្ចីល្អហ្មងបងប្អូនស្រស់មែនតើ Maybe can I have spoon please The fork is hard to get the meat from the bowl here Asian spoon or regular spoon? Asian spoon is fine too So I started scraping up the dirt over there so that after lunch you can put rolling. Select beim ho Chingmenten bang po laknia. Select beim Chingmenten. អូសឹងក៏ចិត្តបាទផ្អែមជឿខ្លាយតាមម៉ាត់ហ្នឹងអូយនិយាយរហូតបងប្អូន It's good. Did you buy the carrots yesterday? No I should have bought it a week ago Friday Ép lạiទាំងអស់ហ្នឹងទៅជាមួយនឹងម្ហូបមានទាំងអស់បងប្អូនស្រួយឆ្ងាញ់ផ្អែមហ្មងYeah បើបងប្អូនចូលចិត្តវីដេអូកុំភ្លេចជួយ like and subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណបងប្អូននិងកុំភ្លេចតាមរងចាំតាមដាននៅវីដេអូផ្សេងទៀតខ្ញុំនឹងបង្ហាញបងប្អូននឹងសកម្មភាពខ្ញុំធ្វើម្ហូបនៅផ្ទះអញ្ចឹងណាបងប្អូនហើយនៅវីដេអូច្រើនទៀតពីស្រុកខ្មែរបងប្អូនកុំភ្លេចជួយចូលទស្សនាមើលផងនៅវីដេអូដែលខ្ញុំទៅលេងស្រុកខ្មែរមួយបងសែមួយម៉ាក់មីងខ្ញុំហ្នឹងនៅច្រើនទៀតបងប្អូនចា Okay guys thank you for watching and I hope you guys enjoy this video don't forget to give a thumb like subscribe and we will see you guys in the next video okay Bye bye guys